អ្វីដែលប្រិមិត្តបាទបានមើលឃើញសម្រាប់ Manchester United រឿងដែលកំពុងតែក្តៅកគុកនោះគឺអូណាណាបាទអូណាណាមកដល់ពេលនេះឃើញថាការប្រកួតជាមួយនឹងលីយ៉ុងធ្វើឲ្យប្រិមិត្តទាំងបាទអតីតកីឡាកររបស់ Manchester United គឺកវីក្បាលគ្រប់គ្នាតែម្ដងជាមួយគ្រាប់បាល់2គ្រាប់ដែលធ្វើឲ្យអ្នកបាទទស្សនាក៏ដូចជាអ្នកគ្រប់គ្រង Manchester United បាទគេហៅថាកវីក្បាលមិនឈប់ដែលសារតែក្របបាល់ទី1នោះឃើញថាមិនស័ក្តិសមនោះទេបាទដែលនៅក្នុងនាមជាអ្នកចាំទីបាទដ៏ល្អម្នាក់ប៉ុន្តែបែរទៅជាផ្្លាត់ស្នៀតជាមួយនឹងក្របបាល់បែបនេះក៏ដូចជាក្របបាល់ទី2យើងអាចនិយាយបានថាវាជាផលលំបាកមួយដែរប៉ុន្តែក៏គេសង្កេតឃើញថាលំដាប់របស់អ្នកចាំទីនេះគឺមិនថើតនៅក្នុងភាពល្អប្រសើរនោះទេបាទយ៉ាងណាមិញសម្រាប់អូណាណាការបង្ហាញសមត្ថភាពរបស់គាត់ជាមួយនឹងលីយ៉ុងនោះគឺជារឿងមួយដែលប្រិមិត្តរបស់គ្នាក៏ដូចជាអ្នកគ្រប់គ្រងបាទមិនសូវសប្បាយចិត្តជាមួយនឹងអ្វីដែលគាត់ធ្វើឡើងនោះទេបាទការប្រកួតនេះត្រូវធ្វើបានល្អបែរទៅជាធ្វើឲ្យលីយ៉ុងតាមស្មើក្នុងលទ្ធផល2-2តែយ៉ាងណាមិញសម្រាប់ Man U នៅមានឱកាសបន្តទៀតជាមួយនឹងការប្រកួតជើងទី2នៅក្នុងសប្តាហ៍ក្រោយមិនទាន់ចប់នៅឡើយទេអាចនិយាយបានថាការប្រកួតក្នុងទឹកដីជារឿងមួយដែលល្អប្រសើរហើយក្នុងការប្រកួតប្រជែងពាន Europa League នេះ Man U ក៏នៅតែជាអត្តភាពមួយនៅក្នុងការដណ្ដើមពានបាទយើងត្រឡប់មកមើលបាទ Chelsea បន្តិចទៅដែលប្រិមត្តសួរថា Chelsea យ៉ាងម៉េចទៅហើយបាទក៏ដូចជាប្រិមត្តដឹងហើយថាសម្រាប់ការប្រកួតពាន Conference League Chelsea ត្រូវប៉ះជាមួយនឹងក្រុមដែលមើលទៅមិនទំនងទេបាទអាចនិយាយបានថាក្រុមចំណាត់ថ្នាក់ច្រើនខ្ពស់បាទនៅក្នុង League នៅក្នុងតំបន់អឺរ៉ុបអាចនិយាយបានថាដូចបាទមនុស្សធំលេងមួយកូនក្មេងអញ្ចឹងបាទប្រិមត្តបាទសម្រាប់ Chelsea គឺឱកាសនៅក្នុងការលើកពាន Conference League ហ្នឹងគឺខ្ពស់មែនតើប្រិមត្តគឺខ្ពស់មែនតើបើនិយាយពីកីឡាកររបស់គាត់គឺផុតលេខហើយបាទតំបន់ប្រយុទ្ធរបស់គាត់គឺកប់សេរីទៅហើយអញ្ចឹងការប្រកួត Conference League នេះអាចនិយាយបានថាវាជារឿងមួយដែលអាចកើតឡើងសម្រាប់បាទ Chelsea ប៉ុន្តែអ្វីដែលផលលំបាកបំផុតរបស់គាត់នោះគឺមកដល់ពេលនេះតាក់ទងជាមួយនឹង Financial Fair Play គាត់កំពុងតែត្រូវការប្រឈមមិនធម្មតានៅក្នុង League នៅក្នុងតំបន់អឺរ៉ុបទេគាត់នៅប្រឈមជាមួយនឹង UEFA ទៅទៀតអញ្ចឹងប្រសិនបើរដូវកាលក្រោយ Chelsea បាទលោកបូលីមិនមានដំណោះស្រាយនៅក្នុងការដោះស្រាយជាមួយនឹងបញ្ហាហិរញ្ញវត្ថុទេគូគាត់នឹងប្រឈមជាមួយនឹងការរងពិន័យបាទរបស់ UEFA ក៏ដូចជាការរងពិន័យរបស់ Premier League ដែលហៅថា FA បាទអញ្ចឹងសម្រាប់ Chelsea មកដល់ពេលនេះប្រិមត្តសួរថាមិនហើយបាទដូចខ្ញុំលើកឡើងដដែលអញ្ចឹងប្រសិនបើគាត់ជួបជាមួយនឹងក្រុមគេខ្លាំងគាត់មានតែប្រយុទ្ធតំបន់ការពាររបស់គាត់គឺនៅស្ដើងណាស់បាទលេងមិនសូវជាយល់ចិត្តគ្នាទៅទៀតនៅក្នុងតំបន់ការពារអញ្ចឹងមានន័យថាទោះបីជាប្រយុទ្ធល្អប៉ុណ្ណាក៏ដោយប្រសិនបើតំបន់ការពាររបស់យើងគឺមិនមានភាពមាំទាំនោះទេគឺស្មើនឹងពាក្យថាអត់ទៅរួចទប់ទល់គេមិនឈ្នះគឺអត់សូវមានប្រយោជន៍នោះទេបាទអញ្ចឹងសម្រាប់ Chelsea មកដល់ពេលនេះគាត់នៅតែបន្តជាមួយនឹងការចង់បានតំបន់ប្រយុទ្ធច្រើនជាងចង់បានតំបន់ការពារដែលមានភាពមាំទាំបាទមកដល់ពេលនេះសូម្បីតែការពារកណ្ដាលរបស់គាត់ក៏មើលទៅនៅមិនទាន់មានភាពល្អប្រសើរដែរCucurella ល្អដោយការប្រកួតគណៈពេលដែលតំបន់តម្រើឃើញថាមានកៃសេដូបាទមានដូចជាបាទ Enzo Fernandez បាទ Enzo ធ្វើបានល្អច្រើនបាទកៃសេដូក៏ប្រកួតប្រជែងបាល់បើស្ថិតិគឺធ្វើបានល្អទៅទៀតបាទប៉ុន្តែបើយើងក៏លេចទៅមើលតំបន់ប្រយុទ្ធរបស់គាត់បើទោះជាគាត់ទិញប្រយុទ្ធច្រើនសន្ធឹកសន្ធាប់ប៉ុន្តែក្នុងការស្វែងរកគ្រាប់បាល់ជាមួយជាការលេងនៅក្នុង Premier League គឺអត់ទាន់អាចនឹងប្រកួតប្រជែងបាននោះទេបាទអញ្ចឹងដូចខ្ញុំជម្រាបជូនអញ្ចឹងការទៅលេងនៅ Conference League គឺលេងដូចមនុស្សធំលេងជាមួយនឹងកូនក្មេងអញ្ចឹងបាទក្លឹបដែលត្រូវលេងជាមួយនឹង Chelsea នឹងគឺគាត់នៅបលែងទៀបណាស់អញ្ចឹងការបានពាននេះអាចនិយាយបានថាវាជារឿងមួយល្អរបស់គាត់ប៉ុន្តែបាទដូចយកបេទៅបាញ់កែបអញ្ចឹងប្រិមិត្តបាទមើលទៅដូចជាវាខុសគ្នាឆ្ងាយពេកកម្រិតរបស់ក្លឹបបាទអញ្ចឹងយើងនិយាយពី Chelsea ប៉ុណ្ណឹងបាទបងស៊ឺមអ៊ីបាទជូនពរឆ្នាំថ្មីទាំងអស់គ្នាបងអ្វីដែលយើងរំលឹករឿងធំបំផុតបាទមកដល់ពេលនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះសាឡាបាទគិតចាប់តាំងពីដើមរដូវកាល2024-2025មកគឺសាឡាមិនដែលរំលឹករឿងបាទបន្តកុងត្រានោះទេស្រាប់តែមកដល់ពេលនេះឃើញថាកាលពីម្សិលមិញសាឡាបានយល់ព្រមបន្តកុងត្រាជាមួយនឹង Liverpool ជាផ្លូវការហើយប្រិមិត្តបាទតរហូតដល់ឆ្នាំ2027ដែលធ្វើឲ្យសាឡាក្លាយជាកីឡាករទី2បន្ទាប់ពី Haaland ដែលទទួលបានប្រាក់កម្រៃខ្ពស់ជាងគេបំផុតនៅក្នុង Premier League
បាទសម្រាប់សាឡាបាទយោងតាមរបាយការណ៍ចុងក្រោយគឺទទួលបាន40,000 ផោនបាទនៅក្នុងមួយអាទិត្យបាទដែលមានតម្លៃប្រមាណជា20 លានផោននៅក្នុងមួយឆ្នាំបាទអញ្ចឹងកុងត្រា2ឆ្នាំនេះសាឡាបានជាង40 លាននៅក្នុងរយៈពេលកុងត្រា2ឆ្នាំនេះបាទអញ្ចឹងមិនធម្មតាទេសម្រាប់បានបន្តកុងត្រានេះមិននឹកស្មានទេប្រិមិត្តគឺស្ងាត់មែនតើគាត់អត់មាត់គាត់អត់និយាយពីរឿងកុងត្រាអត់មានស្អីទាំងអស់មានតែការលើកឡើងរបស់គាត់ថាគាត់ចង់បានពៀនជាលើកចុងក្រោយអីអញ្ចឹងណាបាទអញ្ចឹងមិននឹកស្មានថាការចរចាមួយនេះគឺចរចាបានសម្រេចជាមួយនឹងសាឡាទេបាទព្រោះថាមានក្លឹបជាច្រើនដែលកំពុងតែតាក់ទងចង់បានគាត់ជាប្រខែកខាងអារ៉ាប៊ីសាអូឌីតបាទកំពុងតែចង់បានគាត់ខ្លាំងមែនទែនបាទប៉ុន្តែសម្រាប់សាឡាបែរជាសម្រេចចិត្តចុងក្រោយនៅក្នុងការបន្តជាមួយលីវើពូលរហូតដល់ឆ្នាំ2027គណៈពេលដែលវ៉ាន់ដាច់ក៏យល់ព្រមដូចគ្នានៅក្នុងការបន្តរហូតដល់ឆ្នាំ2027យ៉ាងណាមិញសម្រាប់អាណុលក៏ស្ថិតនៅក្នុងបាទភាពមិនទាន់ 100% ផងដែរបាទសម្រាប់ការទៅកាន់រៀលម៉ាឌ្រីតតែយ៉ាងណាមិញយោងតាមប្រភពបាទជាក់ស្ដែងបានបង្ហាញថាសម្រាប់អាណុលគឺ 100% ហើយទៅកាន់រៀលម៉ាឌ្រីតដោយមិនមានតម្លៃផ្ទេរពីលីវើពូលនោះទេបាទអញ្ចឹងយើងក៏អបអរសាទរសម្រាប់ fan របស់លីវើពូលផងគឺបន្តនៅបានជាមួយនឹងសាឡាហើយជាមួយនឹងវ៉ាន់ដាច់ទៅកាន់បាទឆ្នាំ2027បន្តទៀតបាទរៀលម៉ាឌ្រីតមានសង្ឃឹមអត់បាទរៀលម៉ាឌ្រីតធ្លាក់វគ្គនេះហើយកីឡាកររៀលម៉ាឌ្រីតនិង fan កំពុងតែដេកយល់សពបាទជូនពរបាទអរគុណច្រើនបាទបងបាទពូម៉ងបាទអរគុណបាទហើយក៏ជូនពរទៅកាន់ប្រិយមិត្តទាំងអស់គ្នាក្នុងឱកាសបាទបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះបាទដំបូងគេបំផុតគឺទៅទីណាបាទកន្លែងណាសូមប្រកបដោយសុខសុវត្ថិភាពបាទគឺអត់ចង់និយាយថាសុខសុវត្ថិភាពចេះហ្មងណាបាទនិយាយប៉ុណ្ណឹងគឺអស់ហើយបាទសុខហើយសុវត្ថិភាពទៀតបាទអញ្ចឹងយើងធ្វើដំណើរទៅកាន់វែងឆ្ងាយឲ្យសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយចូលឆ្នាំថ្មីរឿងចាស់ទាំងឡាយដែលវាអាក្រក់នោះឲ្យវារលាសរលួយទៅបាទចូលមករឿងថ្មីបាទសំណាងល្អបាទជោគជ័យរាល់ភារកិច្ចការងារទាំងឡាយបាទចឹងអរគុណច្រើនសម្រាប់ប្រិយមិត្តអរគ្នាចឹងសម្រាប់ព័ត៌មានតាក់ទងជាមួយនឹងលីវើពូលគឺមានប៉ុណ្ណេះយ៉ាងណាមិញសម្រាប់លីវើពូលនៅមិនទាន់ចប់ទៅឡើយទេការប្រកួតបាទនៅសល់7ប្រកួតទៀតនៅក្នុងការប្រកួត Premier League ប្រយ័ត្នថាលីវើពូលនេះតែផ្លាត់តែ3ប្រកួតទេលីវើពូលនឹងប្រឈមជាមួយនឹងបញ្ហាបាទអាចនឹងបាត់ពៀននៅចុងរដូវកាលនេះក៏ថាបានដែរប៉ុន្តែការប្រកួតចុងក្រោយមួយ Fulham ក៏ប្រិយមកឃើញដែរប្រសិនបើលីវើពូលនៅតែបន្តបែបចេះទៀតក្នុងរយៈពេល2ប្រកួតទៀតវាជារឿងមួយដែលត្រូវនិយាយគ្នាហើយបាទតែយ៉ាងណាមិញខ្ញុំគិតថាសម្រាប់លីវើពូលដូចអត់មានអីទេបាទគាត់ត្រូវប៉ះជាមួយនឹងអាសនលដូចគ្នាបាទជាមួយនឹងអ្នកលេខ2បាទអាសនលគាត់ត្រូវប៉ះមួយ Spurs បាទទឹកក្រោយមួយទៀតគាត់ត្រូវប៉ះមួយ Chelsea បាទអញ្ចឹងមានន័យថាបើសិនជាគាត់ហ៊ានតែចាញ់3ហ្នឹងចាញ់ Spurs ចាញ់ Chelsea ចាញ់ Arsenal នឹងមានរឿងនិយាយគ្នាប៉ុន្តែក៏អាស្រ័យលើ Arsenal ដែរប្រយ័ត្ន Arsenal យប់នេះត្រូវបានឃ្មុំតិចអ្វីគ្រប់បែបយ៉ាងរបស់ Arsenal គឺត្រូវនិយាយពាក្យថាលាហើយចប់ហើយត្រឹមប៉ុណ្ណេះបាទអញ្ចឹងសម្រាប់ការប្រកួត Premier League ក៏ឈានចូលដល់ការប្រកួតបាទទី32ហើយបាទនៅក្នុងបាទរាត្រីនេះបាទសម្រាប់ក្រុមដែលត្រូវធ្លាក់ទៅកាន់ Championship ដោយស្វ័យប្រវត្តិនោះគឺ Southampton គណៈពេលដែល Leicester បើសិនជាចាញ់យប់នេះទៀតក៏ទៅដែរបាទអញ្ចឹងសម្រាប់បាទ Ipswich ចាញ់ទៀតក៏ទៅដែរបាទអញ្ចឹងសម្រាប់ក្រុមដែលគៀកជាមួយនឹងការទៅកាន់ Championship នោះមើលឃើញមួយក្រុមហើយបាទពីរក្រុមទៀតនៅកំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងបាទគង្គាតាក្លុបមកអង់គ្លេសបាទមកធ្វើអីបាទសម្រាប់តាក្លុបគាត់មានការងាររបស់គាត់ហើយបាទគាត់តាក្លុបគាត់មានការងាររបស់គាត់ហើយសម្រាប់ការបញ្ជាក់របស់គាត់គឺគាត់អាចនឹងធ្វើជា manager ម្ដងទៀតប៉ុន្តែមិនមែនក្លឹបនៅក្នុងប្រទេសអង់គ្លេសទេអាចនឹងដឹកនាំប្រទេសឬក៏ទៅកាន់អាល្លឺម៉ង់ឬក៏ទៅកាន់ប្រទេសអេស្ប៉ាញបាទនេះជាការលើកឡើងរបស់លោកជ័រចិនក្លុបបាទហើយសម្រាប់លោក Pep Guardiola ដូចគ្នាប្រសិនបើគាត់ចាក់ចេញទៅគឺគាត់ឈប់ធ្វើជា manager របស់ក្លឹបតែម្ដងបាទនេះលោក Pep Guardiola ប៉ុន្តែសម្រាប់លោកជ័រចិនក្លុបគាត់ថាគាត់អាចនឹងបន្តការងារជាមួយ manager ប៉ុន្តែសម្រាប់ក្លឹបនៅក្នុងប្រទេសអង់គ្លេសគឺគាត់ឆាចោលតែម្ដងអត់មានក្លឹបណាយកគាត់បានទេបាទអញ្ចឹងអត់មានព័ត៌មានណាតាក់ទងជាមួយនឹងតាក្លុបមកកាន់ប្រទេសអង់គ្លេសនោះទេមកបានប៉ុន្តែគាត់មកធ្វើការងារអីផ្សេងអត់តាក់ទងជាមួយនឹងការមកធ្វើការងារនៅក្នុងប្រទេសអង់គ្លេសនោះទេបាទ